លីអឺឆាប់ទៅជួយនាងឆាប់ទៅជួយនាងទៅខ្ញុំមើលថាឪពុកម្ដាយរបស់ជាងលីបានស្លាប់ដោយសារឡានបាត់បង់ការគ្រប់គ្រងហើយធ្លាក់ចូលក្នុងទន្លេកាលពីនាងនៅតូចចាប់តាំងពីពេលនោះមកជាងលីខ្លាចទឹកខ្លាំងណាស់មែនហើយគ្រោះថ្នាក់នោះបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនជាងគ្រប់បាត់បង់រាប់ពាន់លានក្នុងមួយយប់ក្រុមហ៊ុនចិត្តនឹងខ្សែធនទៅហើយជាងលីដែលទើបតែមានអាយុ18ឆ្នាំបានទទួលយកបន្ទុកនេះតែម្នាក់ឯងបន្ទាប់ពីការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃអស់រយៈពេល7ឆ្នាំទើបនាងអាចស្រោចស្រង់របស់យើងមិនដែលធ្វើខ្លួនជាអ្នកនាងតូចដែលទន់ខ្សោយនោះទេនាងគឺជាស្ត្រីដ៏រឹងមាំម្នាក់ដែលអាចបង្វែរស្ថានភាពនិងជួយសង្គ្រោះគ្រួសារជាងពីការរក្សាធនបានលីអឺអូនមិនអីទេមែនទេមិនអីទេកុំបារម្ភអីខ្ញុំមិនអីទេបើជាងលីពូកែយ៉ាងនេះហេតុអ្វីបានជានាងរៀបការជាមួយគូឆាវយានតែជាពីឈួនមិនមែនជាគូស្នេហ៍កាលពីកុមារភាពរបស់នាងទេមែនហើយលីអឺបងតែងតែចង់សួរអូន7 ឆ្នាំមុនហេតុអ្វីបានជាអូនរៀបការជាមួយគូឆាវយាន